ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពតកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតដឹកនាំដោយលោកវីរៈស្នេតូសនសុខឿនមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតបានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025ដែលអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពតនិងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពតនៅវេលាម៉ោង 16:30 នាទីថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតដឹកនាំដោយលោកវីរៈស្នេតូសនសុខឿនមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតបានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀននៅចំណុចភូមិ1ឧសភា សង្កាត់កំពង់កណ្ដាលក្រុងកំពតខេត្តកំពតកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន3នាក់មួយឈ្មោះសុភាភេទស្រីអាយុ36ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិ1ឧសភាសង្កាត់កំពង់កណ្ដាលក្រុងកំពតខេត្តកំពតដោយស្ដាប់តាមចម្លើយជនសង្ស័យខាងលើនៅវេលាម៉ោង 17:00 កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន2នាក់ទៀតនៅចំណុចភូមិសំរោងឃុំជុំគ្រៀលស្រុកទឹកឈូខេត្តកំពត2ឈ្មោះលីវ៉ាន់ភេទស្រីអាយុ41ឆ្នាំរស់នៅក្នុងភូមិសំរោងឃុំជុំគ្រៀលស្រុកទឹកឈូខេត្តកំពត3ឈ្មោះកឹមស្រីពៅភេទស្រីអាយុ33ឆ្នាំរស់នៅភូមិកំពង់បាយខាងជើងសង្កាត់កំពង់បាយក្រុងកំពតខេត្តកំពតវត្ថុតាងចាប់យករួមមានគ្រឿងញៀនចំនួន2កញ្ចប់ធំមានទម្ងន់ 12.25 ក្រាមឧបករណ៍ជក់មួយចំនួនទូរស័ព្ទដៃចំនួន3គ្រឿងបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពតដើម្បីអនុវត្តតាមនីតិវិធី